ចាស់បុរាណខ្មែរយើងពេលដែលគាត់អប់រំកូនចៅអប់រំសង្គមអីហ្នឹងគាត់ច្រើនតែប្រើសុភាសិតប្រើពាក្យស្លោកឬក៏គេតែប្រើនៅគំនិតទស្សនវិជ្ជាផ្សេងជាដើមហ្នឹងដើម្បីឲ្យវាខ្លីខ្លឹមងាយចាំហើយនឹងងាយនឹងប្រើប្រាស់បាទចឹងហើយបានជាពាក្យថាធ្ងន់នឹងថ្មក្រនឹងក្តីនេះមើលទៅគឺចាស់បុរាណយើងចង់អប់រំថាថ្មវាធ្ងន់ណាស់បើសិនជាយើងលើកថ្មហ្នឹងគឺវាធ្ងន់មែនទែនហើយដើម្បីឲ្យជួនគ្នាថាក្រនឹងក្តីហ្នឹងក្រធម្មតាវាមានមូលហេតុច្រើនប៉ុន្តែមូលហេតុមួយក្នុងចំណោមមូលហេតុដែលនាំឲ្យក្រហ្នឹងគឺការក្តីក្តាំការប្តឹងផ្ដាល់នឹងឯងការប្តឹងផ្ដាល់នេះទោះបីតឡាការនឹងពុកកលួយឬមិនពុកកលួយគឺត្រូវតែអស់ដូចគ្នាឥឡូវមកថាផ្ទះយើងនៅឆ្ងាយហើយណាយើងទៅចង់ប្តឹងផ្ដាល់ត្រូវតែប្រមូលផុសតាងកសាងសំណុំរឿងហ្នឹងយើងលែងបានធ្វើការមួយរយៈពលខ្វាយខ្វល់ប្រមូលផុសតាងប្រមូលសាក់សីហ្នឹងរវល់ហ្នឹងទៅខាត់ធ្វើការរស់ស៊ីខាត់ធ្វើស្រែធ្វើជាការចាំសัตว์អីក្រោយពីប្រមូលផុសតាងទៅសេពាក្យបណ្ដឹងរឿងរ៉ាវអីទាំងអស់ហ្នឹងសាក់សីទាំងអស់ហើយត្រូវចំណាយពេលយកទៅដាក់នៅតាមកម្រិតទៅប្រហែលថាពីសាលាដំបងមកហោហាយទាំងអស់ហ្នឹងមកយើងមិនត្រូវការចំណាយពេលបើពីដើមផងចំណាយពេលច្រើនណាស់ព្រោះយើងត្រូវដើរឬក៏ត្រូវជិះរទេះគោអញ្ចឹងបើឥឡូវយើងប្រើមធ្យោបាយទំនើបក៏ត្រូវតែអស់លុយដែរក្រៅពីយើងធ្វើដំណើរមកយើងធ្វើដំណើរទៅហូបចុកទៀតណាអស់លុយទៀតណាបាទហើយក្រៅពីហ្នឹងទៀតយើងត្រូវការជួលមេធាវីទោះពុកកលួយមិនពុកកលួយក៏ដោយត្រូវការមេធាវីបាទទៅមេធាវីអញ្ចឹងមេធាវីយើងត្រូវចាយលុយអញ្ចឹងរឿងហ្នឹងវាអាស្រ័យលើរឿងធំរឿងតូចរឿងដោះបានរយៈពេលវែងឬខ្លីលុយកាក់គេចរចាគ្នាតាមហ្នឹងអាហ្នឹងគេហៅថាថ្លៃសេវាមេធាវីអញ្ចឹងអមមកតែតឡាការមកថ្នាក់មកជាន់មកកម្រិតហើយយើងអត់ព្រមនឹងការកាត់ក្តីរបស់សាលាដំបងរាជធានីខេត្តហ្នឹងយើងទៅសាលាបន្តទៀតអញ្ចឹងរឿងហ្នឹងវាទៅប្តឹងបន្តអាហ្នឹងគឺថាគេប្រៀបធៀបអញ្ចឹងដោយសារវាអស់លុយច្រើនអញ្ចឹងបានទៅជាថាធ្ងន់នឹងថ្មក្រនឹងក្តីហ្នឹងហើយដូចជានៅខ្ញុំមិនចាំនៅសាលាដំបងនៅក្រសួងយុទ្ធភ័ពឬកន្លែងណាទេគេដាក់ថាអ្នកដែលចាញ់សល់ខុសខ្លីហើយអ្នកឈ្នះហ្នឹងអស់ខុសខ្លីទៅទៀតមានន័យថាចុងបំផុតគឺថាចាញ់ក៏ដោយឈ្នះក៏ដោយគឺអស់លុយទាំងអស់គ្នាហ្នឹងគឺជាទស្សនវិជ្ជាមួយជារូបភាពមួយដែលតំណាងឲ្យឃើញថាការក្តីក្តាំគ្នានេះគឺអស់លុយច្រើនណាស់នេះយើងមិនទាន់គិតដល់តុលាការអាចនឹងមានប្រព្រឹត្តអំពើពុករលួយផងបើសិនជាចៅក្រមឬក៏ទូអង្គពាក់ព័ន្ធនៅក្នុងអង្គជំនុំជម្រះហ្នឹងគាត់ពុករលួយទៀតអាហ្នឹងវាត្រូវបង់ថ្លៃមេធាវីផងយកទៅសោកយកទៅស្អីណាទៀតអាហ្នឹងខ្ញុំក៏មិនមានផុសតាងអីគ្រប់គ្រាន់ទេប៉ុន្តែបើសិនជាឧបមាថាតុលាការហ្នឹងពុករលួយទៀតវាទៅអស់លុយមួយជាន់ទៀតអញ្ចឹងក្រមកចាញ់ក៏ដោយឈ្នះក៏ដោយគឺថាចង់ចាញ់ចង់ឈ្នះចិត្តគ្នាហ្នឹងគឺថាអស់លុយអស់ក្រអញ្ចឹងហើយការសម្រេចការវិនិច្ឆ័យរបស់តុលាការហ្នឹងទៀតក៏មិនមែនជាអ្វីដែលយើងចង់បានដែរមាន